មិត្តឲ្យសុំស្ងប់ចិត្តសិននេះជាការប្រមាថខ្ញុំនឹងសងប្រាក់ពីវិញ្ញាណអាក្រក់ដូចខាងក្រោមចំនួនសំណងប៉ុន្តែខ្ញុំចង់សួរថាយុវជនតើនិយមម្នាក់ក្នុងរយៈពេល6ខែកន្លងមកនេះតើអ្នកបានឃើញវានៅជុំវិញនេះទេមនុស្សម្នាក់ដែលស្រដៀងនឹងខ្ញុំបន្តិចស្ត្រីម្នាក់នេះមានអាការៈបែបនេះអស់រយៈពេល6ខែមកហើយខ្ញុំពិតជាបានជួបនារីម្នាក់មែនខ្ញុំពិតជាបានធ្វើវាមែនប៉ុន្តែអ្វីដែលខ្ញុំបានជួបគឺស្ត្រីនោះយ៉ាងហោចណាស់អាយុបាត់អ្នកមានអាយុ40ឆ្នាំហើយកូនយើងចំអកអូនស្រីខ្ញុំយ៉ាងមិនដែរបងប្រុសច្បងសូមអរគុណចំពោះការណែនាំរបស់អ្នកយុវជនសាសនាតាចូលដឹងថាទាំងនេះគឺជាគុណសម្បត្តិ30ប្រាក់នេះនឹងត្រូវប្រើជាការទូទាត់សម្រាប់ជួសជុលទ្វារបងស្រីអូនមានសិទ្ធិអ្វីមកហៅបងបែបនោះលើកក្រោយខ្ញុំស្គាល់ឈ្មោះប្អូនស្រីខ្ញុំបើជួបប្អូនស្រីរបស់អ្នកស្ត្រីនៅក្នុងរូបភាពនេះខ្ញុំអាចប្រាប់នាងថាអ្នកម្ដងខ្ញុំបានមកជួបនាងតាវតូចលាវមេងសិតសិនប្រសិនបើខ្ញុំពិតជាជួបអូនស្រីរបស់ខ្ញុំមែនសូមអ្នកប្រាប់នាងថាស៊ីស៊ីនបានកំពុងស្វែងរកមិនថានាងជួបប្រទេសអ្វីក៏ដោយស៊ីស៊ីនតែងតែនៅទីនោះពេលមានបញ្ហានាងគ្មានវាជាការល្អក្នុងការខ្លាចប្រសិនបើអ្នកជួបប្រទេសខ្ញុំនឹងប្រាប់នាងគ្រប់យ៉ាងដោយមិនខកខានពាក្យមួយម៉ាត់ឡើយសូមផ្ញើសារអរគុណរបស់ខ្ញុំវាត្រូវបានដោះស្រាយហើយអ្នកដែលសម្លាប់លីថេងមីវាជានាងប៉ុន្តែបងស្រីស៊ីយិននៅទីនោះខ្ញុំមិនអាចប្រកបប្រអប់ប្រមូលធូលីទៅឲ្យវាស្រ័យបានទេប្រសិនបើផ្ដល់ឲ្យនាងលូឆេននឹងសម្លាប់នាងនៅនឹងកន្លែងខ្ញុំបានបិទមាត់ឈឺឆេនៃលំនៅឋានខេងស៊ីភីងទាំងនេះគឺជារបស់ដែលអ្នកបានទិញសរុបចំនួន20កាក់គុណធរបូករួមទាំងអ្នកត្រូវចំណាយលុយឲ្យខ្ញុំដើម្បីឆ្លាក់រូបមួយទៀតបងប្រុសឪពុករបស់កូនឈ្មោះពូបៃហុងត្រូវហើយបៃហុងគឺជាឪពុករបស់ខ្ញុំឈ្មោះបាយយុនប៉ុន្មានថ្ងៃមុនខ្ញុំតែងតែឪពុកខ្ញុំនិយាយអំពីអ្នកប៉ុន្តែខ្ញុំមិនដឹងទេគាត់គិតថាអ្នកគឺជាគាត់ចំពោះកូនប្រុសរបស់ខ្ញុំបានឮពីឪពុករបស់ខ្ញុំថាជើងជៀមអាំងរបស់អ្នកឆ្ងាញ់ណាស់តើអ្នកបានដុតនំផេងជាអ្នកណាមួយនៅថ្ងៃនេះទេដោយមានជំនួយពីបងស្រីច្បងរបស់នាងលើកនេះចៅវ៉ៃនេះបងប្រុសអ្នកប្រកាសជាអាចចាប់គាត់បានខ្លាអារៈគឺជាសេះរបស់គាត់ឈ្មោះសែជាងពេលយើងទៅដល់ជ្រលងភ្នំឈីងហ្វេងអ្នកម្ចាស់ដូចស្ងាត់ស្ងៀមនៃកំពូលភ្នំទាំងអូនស្រីអាចសង្កេតមើលពីចំហៀងបានយ៉ាងសាមញ្ញមិនចាំបាច់ដោះស្រាយជាមួយអារៈខ្លាទេសូមរំខានដល់បងស្រីស៊ីជីងសូមថែរក្សាពួកយើងផងនាងបាននិយាយនាងទៅតែជាអ្នកចាប់ដើមដំបូងបាន6ខែប៉ុណ្ណោះនេះជាលើកដំបូងនេះជាការជួបជាផ្លូវការលើកដំបូងជាមួយនឹងអារៈសែកុំបារម្ភអីបងស្រីឌីមុនខ្ញុំពិតជានឹងមើលថែអ្នកក្មេងស្រីមេធ្មុកឆេតថេពេងអ្នកបានធ្វើឲ្យខ្ញុំសម្លឹងមើលស្ត្រីស្លៀកពាក់ពណ៌បាយជុំនោះតើអ្នកកំពុងព្យាយាមលើកនាងមែនទេអ្នកណាថាខ្ញុំចង់ត្រាំតែបៃតងរបស់នាងក្មេងស្រីស្លៀកពាក់ស្នៅជាមួយបុរសស្លៀកពាក់ក្មេងស្រីតូចឈរជាមួយគ្នាពីរនាក់បុរសម្នាក់លាក់ខ្លួននៅក្រោមដើមឈើលាក់ខ្លួននៅពីក្រោយដើមឈើដោយសង្ស័យអ្នកផ្សេងទៀតបានចូលទៅក្នុងព្រៃជ្រៅវាហាក់ដូចជាពួកគេហ៊ាននឹងធ្វើអ្វីមួយអ្នកប្រមាញ់សត្វចម្លែកដ៏ធំគឺពិតជាអ្នកនឹងមិនគិតអំពីអារៈខ្លានោះទេមែនទេសូមឲ្យខ្ញុំជួយអ្នកគូស្នេហ៍តូចរបស់ខ្ញុំមនុស្សប្រុសចូលចិត្តស្ត្រីឲ្យពួកគេមិនមែនសុទ្ធតែចង់កាន់ដៃគ្នាទេថាប់អូនណាស្នេហ៍តូចរបស់បងខ្ញុំគ្រាន់តែបារម្ភថាបងស្រីស៊ីជីននឹងជួយការរវល់គឺមិនអីទេខ្ញុំមិនត្រូវការកាក់កុសលទេអ្នកក្រោយមកជាមួយក្មេងស្រីស្លៀកពាក់អ្នកបានថាខ្ញុំអ្នកត្រូវតែប្រាប់ខ្ញុំថាវាផ្អែមល្ហែមណាស់មិនផ្អែមមិនក្រអូប